បងជួយដែរបងពីមុនខ្ញុំវាដុំដោះហើយគៀដុំគៀចាពេលចាតែវឹកនោះវាធ្វើទុករហូតចឹងវាចាប់រហូតធ្វើទុកទាំងយប់ទាំងថ្ងៃចឹងបាក់មិនខ្លះបងពេលវាចាប់ខ្ទុកដូចត្រីតែងមុតចឹងវាចាប់ហើយចុកទំនងវាចាប់ខ្ទុកត្មងហើយហូបបាយក៏អត់បានហើយសម្រានផ្អៀងក៏អត់កើតទៀតមានអារម្មណ៍ថាថប់អូពេលវាចាប់ចឹងពេលសម្រានផ្អៀងវាមានអារម្មណ៍ថាថប់ពេលបានឆ្នាំនឹងមកខ្ញុំដាំមួយឆ្នាំងមុនត្បូងហូបហើយខ្ញុំប្រាប់តែខ្ញុំចេះពេលព្រមឡើងហើយញយហូបទៅមួយឆ្នាំងសោះឥឡូវដូចលេងធ្វើទុកឯដូចបាត់មកសម្រានផ្អៀងក៏បានដែរចាហូបបានតែមួយឆ្នាំងទេញ៉ាំមិនដែររបៀបញ៉ាំដាំទឹក2លីត្រដាក់ដាំឲ្យពុះហើយខ្ញុំដុសថ្នាំមឹងមកកាព្រាដាក់ដាំបាទហើយការ៉ាមិនដែរញ៉ាំទៅបាទថាហូបទៅវាបាត់ធ្វើទុកហ្មងវាអត់មានចាប់ទីទេហើយសម្រានមុខធីងធំអត់ទេហើយសម្រានផ្អៀងបានហ្មងហូបពេលថ្ងៃយប់ហ្នឹងសម្រានផ្អៀងបានហ្មងវាអត់មានអារម្មណ៍ថាវាអត់មានធ្វើទុកចាប់ទីទេអូហើយខ្ញុំថាឯងហើយខ្ញុំត្រូវហើយពេលហូបទៅធូរចឹងអណាស់រាល់ថ្ងៃហ្នឹងអទៅដឹងអាជាហើយហូបទៅតែធ្វើទុកដឹងអាជាតែវត្តមកធូរចាជាហើយបាទកាលមុនខ្ញុំបោកខោអាវប្រើតែជើងទេបាទឥឡូវអាចដុសច្រាស់បានទីដល់ប្រើជើងព្រោះអីបើប្រឹងចរណាទៅវាធ្វើទុកបាទអញ្ចឹងឥឡូវនេះអាចប្រើបោកដោយដៃបានហើយដុសច្រាស់បានអូដុសច្រាស់បានទៀតចាបងនៅភូមិនេះគេភូមិអីគេភូមិទួលសងាំទួលសងាំចាឃុំរៀមភូមិរៀមស្រុកមេហែកស្រុកមេហែកខេត្តស្វាយរៀងចាខេត្តស្វាយរៀងបើកាលមុនពិបាកចិត្តសម្រានក៏មលក់ហូបបាយក៏បានស្កើមែនពិបាកចិត្តទេជំងឺស្រាលមែនទេណាឥឡូវលេងពិបាកចិត្តហើយមានចត់ឈឺឥឡូវលួយអីបងបាយអស់ទាំងចាននោះឥឡូវបងជួយដែរបងពីមុនខ្ញុំវាដុំដោះហើយគៀដុំគៀចាពេលចាខ្ញុំឈឺហ្នឹងពេលដឹងឈឺហ្នឹងខែ7ចាពេលដឹងថាឈឺហ្នឹងខ្ញុំឡើងទៅពេញហ្មងខ្ញុំឡើងសាច់កាចសាច់ស្លូតអូឡើងទៅពេញគេថាមាន3គ្រាប់ពេទ្យគេតេស្តសាច់តេស្តអីហើយពេទ្យគេថាវះកាត់ចេញអត់ខ្ញុំថាវះកាត់ជាចេញហើយប៉ុន្តែពេទ្យគេថាបើវះហើយជួនកាលវាអាចដុសឡើងវិញចឹងណាហើយខ្ញុំថាព្រមវះហើយពេលដល់ថ្ងៃពេទ្យណាត់ឡប់មកវិញទៀតគេថាអូដុសបាន4ដុសឡើង4គ្រាប់ខាងឆ្វេងលោតឡើង1គ្រាប់ទៀតហើយអាខាងវះខាងស្ដាំវា3ហើយពេលអញ្ចឹងអោឃើញហ្នឹងក៏មកវិញមកដល់ផ្ទះអត់ទាន់មកដល់ផ្ទះហើយមកដល់បន្ទប់បងនៅពេញហ្នឹងក៏តែទៅទិញត្មងទៅថ្នាំហ្នឹងហើយពេលវាដោះវិញហ្នឹងដោះធំហ៎ទុយអាលីលឿនញ៉ាំថ្នាំនេះថាបើអាខាងឆ្វេងកើតក្រីហ្នឹងកាលនោះគេថារៀងទុយទេបើអាខាង3គ្រាប់អាខាងវះហ្នឹងវាលោតវារៀងធំអញ្ចឹងណាហើយប៉ុន្តែវឹកនោះវាធ្វើទុករហូតអញ្ចឹងវាចាប់រហូតធ្វើទុកទាំងយប់ទាំងថ្ងៃអញ្ចឹងណាបាក់មិនខ្លះបងពេលវាចាប់ខ្ទុកដូចត្រីតែងមុតអញ្ចឹងវាចាប់ហើយចុកទំនងវាចាប់ខ្ទុកត្មងហើយហូបបាយក៏អត់បានហើយសម្រានផ្អៀងក៏អត់កើតទៀតមានអារម្មណ៍ថាថប់ពេលវាចាប់ចឹងពេលសម្រានផ្អៀងវាមានអារម្មណ៍ថាថប់ពេលបានឆ្នាំនឹងមកខ្ញុំដាំមួយឆ្នាំងមុនត្បូងហូបហើយខ្ញុំប្រាប់តែខ្ញុំចេះពេលព្រមឡើងហើយញយហូបទៅមួយឆ្នាំងសោះឥឡូវដូចលេងធ្វើទុកឯដូចបាត់មកសម្រានផ្អៀងក៏បានដែរចាហូបបានតែមួយឆ្នាំងទេញ៉ាំមិនដែររបៀបញ៉ាំដាំទឹក2លីត្រដាក់ដាំឲ្យពុះហើយខ្ញុំដុសថ្នាំមឹងមកកាព្រាដាក់ដាំបាទហើយការ៉ាមិនដែរញ៉ាំទៅថាហូបទៅវាបាត់ធ្វើទុកហ្មងវាអត់មានចាប់ទីទេហើយសម្រានមុខធីងធំអត់ទេហើយសម្រានផ្អៀងបានហ្មងហូបពេលថ្ងៃយប់ហ្នឹងសម្រានផ្អៀងបានហ្មងវាអត់មានអារម្មណ៍ថាវាអត់មានធ្វើទុកចាប់ទីទេហើយខ្ញុំថាឯងហើយខ្ញុំត្រូវហើយតែខ្ញុំថាចេះហូបទៅឯងចេញហូបទៅអាជាទៅហើយដល់ថ្ងៃនេះបាត់ឈឺហ្មងវាលុះត្រាតែយើងដូចថាតកាត់ចឹងសួរអ្នកមីងបាទអ្នកមីងទៅជាមិនដែរម៉ាក់ខ្ញុំណាបើថាយើងទាំងហូបយើងបើថាយើងធ្វើការដូចថាប្រើចរណាដៃខ្លាំងបានវាធ្វើទុកព្រោះយើងធ្លាប់វះកាត់ចឹងណាបើយើងធ្វើការអត់ដៃនេះទេតើធម្មតាវាអត់អីទេវាហ្នឹងចោះទេគេវះយកដុំសាច់ចេញហ្មងចាអូពេលហូបមកធូរបានចេះតាមទិញទៀតហ្នឹងមកទល់សពថ្ងៃនេះបងញ៉ាំអស់រយៈពេលប្រហែលខែ2ខែជាងហ៎2ខែជាងតើដល់ថ្ងៃទី6បាន3ខែអូទាំងខ្ញុំហូបតាំងពីថ្ងៃទី6ខ្ញុំចំណាំចឹងខ្ញុំចំណាំត
จะบองเม็นบ้านเตยเป็นนัดเป็ดติดเอง អត់តាន់បានទៅផងនោះ នៅវិញ ចា មាន ត ស្ទាបមើលទេដុំសាច់នឹង បាទរឿងស្ទាបហ្នឹងកាលមុនវាប៉ះអត់បានទេវាឈឺ បាទ បាទដុំហ្នឹងខ្ញុំវាអត់ដឹងថាវានៅតាណាខ្លះទេតោះថាវាយើងប៉ះអញ្ចឹងវាឈឺបាទឥឡូវយើងអាចប៉ះទៅវាអត់ឈឺទេដោះយើងហ្នឹងមិនប៉ះបានទេ តែមានឃើញក្របទៀតទេ ខ្ញុំមិនបានសៀបរើផងព្រោះអី យ៉ាង ខ្ញុំនៅតាណាខ្លះចាហើយណាមួយពេទ្យគេផ្ដាំថាកុំស្ទាបប្តីផ្ដាស់អញ្ចឹងពេលអញ្ចឹងអត់ហ៊ានស្ទាបប្តីផ្ដាស់ទេ អូ ពេលពេទ្យណែនាំប្រាប់អញ្ចឹងជាតាមពេទ្យទៅ នេះឯកសារបងសុំមើលតិច ចេញអាការៈចឹងទៅជីហ៎ បាទនេះឯកសារបងប្អូន នៅចិត្តនេះទៅពេទ្យណាពេទ្យពេញពេទ្យណា ពេទ្យបាញ់ពេទ្យរស់សេង អូ មកបើហ្នឹងមែននេះបាទនេះក្តាំងចេញពីពេទ្យមកបន្ទប់បងជួលនៅពេញហ្នឹងតែតែងតែមកខាងហ្នឹងនេះមកដល់តែតវ៉ាន់ទេ អីទេញ៉ាំទៅដឹងដុំគិះធម្មតាហ្នឹងដឹងអាលាយហី 100% ចា ណាខ្ញុំជួបអតិជនច្រើនណាកុំឲ្យដល់ថ្នាក់អាលេះអាលួយកំបៅវាស៊ីដល់ក្នុងដល់ថ្លើមដល់សួតអាហ្នឹងបានវាពិបាក ចា ចឹងណាអាការៈប៉ិនចាយមានអីប៉ិននឹងស្រាលតែមែនទេហ្នឹង ចា ស្រាលសម្រាប់ឆ្នាំខ្ញុំនេះណា ពេលហូបទៅធូរចឹងអណាស់រាល់ថ្ងៃហ្នឹង បាទ អទៅដឹងអាជាហើយហូបទៅ ជាហើយ តែធ្វើទុកដឹងអាជា តែវាវត្តមកធូសចាជីអី ប្តីខ្ញុំចេះថាហូបតែឯងអស់តែងហូបទៀតអស់តែងហូបទៀតទៅឲ្យតែជាព្រោះអីទាំងវាហូបវាអត់ដែរធ្វើទុកបើកាលមុនខ្ញុំបោកខោអាវប្រើតែជើងទេបើឥឡូវអាចដុសច្រាស់បាន ពីដល់ណាប្រើជើង ព្រោះអីបើប្រឹងចរណាទៅវាធ្វើទុក អូ និយាយថាគាត់ពេលដែលបោកក្អៅទៅប្រើដៃគឺគាត់ ធ្វើទុ ចុ ក កពិបាក វាចាំធ្វើទុក បាទអញ្ចឹងឥឡូវនេះអាចប្រើបោកដោយដៃបានហើយ ដុសច្រាស់បាន អូដោះច្រាស់បានទៀត ចាត និយាយទៅអាការៈបើវត្តមកបាត់ឈឺវាវត្តទៅជីហើយអារម្មណ៍សាច់ហ្នឹងវាតែអញ្ចឹង ចា បើញ៉ាំទៅនៅឈឺចុករ៉ាំរ៉ៃនៅហ្នឹងអាហ្នឹងគឺអត់ត្រូវទេអញ្ចឹងនិយាយតែប្រសិទ្ធភាពថ្នាំណា ចា បើញ៉ាំទៅធូរវាវត្តទៅជីហើយបងនៅភូមិនេះគេហៅភូមិអីគេ ភូមិទួលសង្ងាម ទួលសង្ងាំ ចាឃុំរៀម គុំរៀមស្រុក មេហែក ស្រុកកបៀហើយខេត្តស្វាយរៀង ចា ខេត្តស្វាយរៀង បងអាការៈគាត់ពីមុនមិនដែរបង ពីមុនគាត់ថាឈឺចុកចាប់ពេញខ្លួន បង ហ្មង អ្នកមើលថែផ្ទាល់ណាព្រោះជាប្តីណា បាទ បាទឃើញអាការៈប្រពន្ធពិបាកអញ្ចឹងពិបាកចិត្តទេ បាទដែរតែដល់អូឃើញឆ្នាំហ្នឹងទៅជឿជាក់ទៅជាបដ ாய் ជាឥឡូវនេះធូរហើយ បាទ ឥឡូវនេះជាហើយ បាទ អញ្ចឹងសប្បាយចិត្តទេបង សបាយបងសបាយ ពីមុនប្រពន្ធឮថាបោកខោអាវប្រើនឹងជើងទេដៃប្រើបានទេចុកចាប់មែនទែន បាទ បាទពេលនេះឥឡូវនេះធូរស្រាលច្រើនណាស់ បាទ បាទអរគុណច្រើនបងអញ្ចឹង បាទ សប្បាយចិត្តទៅ បាទ ហើយបន្តការញ៉ាំជាបន្តទៀតហើយមួយទៀតពេទ្យយើងកុំចោលពេលដែលយើងញ៉ាំហើយយើងត្រូវតែតាមដានជាប្រចាំបាទព្រោះតែយើងធ្លាប់ឈឺយ៉ាងហើយយើងត្រូវតែតាមដានជាប្រចាំហើយថ្នាំសុទ្ធបារាណធម្មជាតិដើមសមោចនេះក៏កុំចោលដែរពេលដែលយើងជាហើយយើងអាចញ៉ាំទៅដើម្បីការពារកុំឲ្យកើតជំងឺអីផ្សេងបន្តទៀតเนาะបាទអរគុណច្រើនបងមានអីផ្ដាំផ្ញើទៅកាន់បងប្អូនយើងដែលជួបបញ្ហាកើតដូចបងទេបង ខ្ញុំឲ្យខ្ញុំស្អីចេះនិយាយទេនេះ បាទ ខ្ញុំបើសិនជា ណែនាំឲ្យបងប្អូន ប្រចា យើង បង កុំ បង ព្រួយបា អ្នក រម្ភ ដែល កុំភ័យ កើត ខ្លាច ដុំគិះសាច់ដូចខ្ញុំមិនបាច់ភ័យទេបើខ្ញុំកាលមុនខ្ញុំភ័យមែនខ្ញុំពិបាកចិត្តខ្ញុំសម្រានដែរលក់ទេខ្ញុំពិបាកចិត្តភ័យខ្លាចតែស្លាប់ទេបើឥឡូវខ្ញុំលែងភ័យហើយបងប្អូនកើតជំងឺដូចខ្ញុំកុំភ័យអីឲ្យទិញថ្នាំឱសថបុរាណដើមសមោចខ្មៅហូបចោះព្រោះអីខ្ញុំហូបផ្ទាល់ខ្លួនខ្ញុំហូបទៅត្រូវពិតមែន បាទ បើកាលមុនពិបាកចិត្តសម្រានក៏មិនលក់ហូបបាយក៏មិនបាន អូ ស្ មែ កើ នតែ មែន បាក់ ទេ ចិត្តទេជំងឺស្រាលមែនទេណា ឥឡូវលេងពិបាកចិត្តហើយ មានតែឈឺឥឡូវលួយអីបង បាយអស់ទាំងចាននោះឥឡូវ ចាំពីមុនញ៉ាំបាយមិន ហូបតាមតិចតិចហ្នឹង តិចតិចទេណា ចាព្រោះអី ឆ្ងាយចឹងទៅ ចាព្រោះអីពិបាកចិត្តតើវាធ្វើទុករហូតអញ្ចឹងពិបាកចិត្តវាចាប់រហូតពិបាកចិត្តតើអូនមិនដឹងទិញថ្នាំអីហូបឲ្យត្រូវมันខ្លាចថ្លៃទេប៉ុន្តែខ្លាចអត់ទិញមកហើយហូបអត់ត្រូវដូចថាលែងជឿជាក់អញ្ចឹងពេលខ្ញុំអោទៅចាំលទ្ធផលសម្រោចខ្មៅហ្នឹងជឿជាក់ 100% ហ្មងព្រោះអោទៅឃើញពួកគាត់ចូលសម្ភារដល់ផ្ទះអញ្ចឹង បាទហ្នឹងសិតជាការពិតទាំងអស់ ចាចា បាទអរគុណច្រើនចឹងបងបាទអរគុណជូនពរឲ្យបងសុខភាពល្អបាទរឹងមាំបន្តទៀតហើយបន្តការថែទាំសុខភាពបាទគេងឲ្យគ្រប់គ្រាន់ញ៉ាំឲ្យឆ្អែតបងអរគុណច្រើនជំរាបលាអរគុណបង អរគុណ